តេសសាឡបងស្ដីអំពីច្បាប់ចរាចរណ៍ផ្លូវគោកភាគទី12ពេលអូសកន្ទុយសណ្ដោងចុះចំណតវែងអ្នកគួរអនុវត្តប្រការណាមួយដូចខាងក្រោម 1. បើកលេខទៀប 2. ប្រកាន់ស្ដាំចម្លើយកករណីលេខ1ខករណីលេខ2កទាំងករណីលេខ1និងលេខ2ខមិនមែនទាំងករណីលេខ1និងលេខ2ចម្លើយកទាំងករណីលេខ1និងលេខ2បើហ្វ្រាំងរបស់អ្នកចាប់មិនស៊ីអ្នកគួរអនុវត្តប្រការណាមួយដូចខាងក្រោម 1. ប្ដូរទៅលេខទៀបជាងលេខនេះ 2. ប្រើហ្វ្រាំងគ្រោះអាសន្នកករណីលេខ1ខករណីលេខ2កទាំងករណីលេខ1និងលេខ2ខមិនមែនទាំងករណីលេខ1និងលេខ2ចម្លើយកទាំងករណីលេខ1និងលេខ2ហ្វ្រាំងសើមអាចធ្វើឲ្យស្ងួតបានដោយអនុវត្តប្រការណាមួយដូចខាងក្រោម 1. បើកម៉ាស៊ីនកម្ដៅ 2. ប្ដូរទៅលេខទៀបរួចចងហ្វ្រាំងអបស្រាលកករណីលេខ1ខករណីលេខ2កទាំងករណីលេខ1និងលេខ2ខមិនមែនទាំងករណីលេខ1និងលេខ2ចម្លើយខករណីលេខ2បើបែកកង់រថយន្តពេលកំពុងបើកបរនៅលើផ្លូវលឿនលឿនអ្នកគួរអនុវត្តប្រការណាមួយដូចខាងក្រោម 1. ជាន់ហ្វ្រាំងឲ្យជាប់ភ្លាមក្រោយដឹងថាបែកកង់ 2. ទប់ចង្កូតឲ្យជាប់ដើម្បីទប់រថយន្តឲ្យនឹងកករណីលេខ1ខករណីលេខ2កទាំងករណីលេខ1និងលេខ2ខមិនមែនទាំងករណីលេខ1និងលេខ2ចម្លើយខករណីលេខ2